ការសិក្សាមួយគេបានធ្វើទៅលើប្តីប្រពន្ធ100គូចាប់តាំងពីពេលដែលពួកគាត់រៀបការរហូតដល់គាត់រៀបការបានជាង10ឆ្នាំហើយគេបានរកឃើញថាក្នុងចំណោមប្តីប្រពន្ធ100គូនោះមានតែ2 3គូប៉ុណ្ណោះដែលនៅតែបន្តទិញផ្កាទិញកាដូឬក៏ទិញអ្វីៗផ្សេងជូនប្រពន្ធសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ខួបអាពាហ៍ពិពាហ៍ឬក៏ថ្ងៃពិសេសផ្សេងថ្ងៃខួបកំណើតឲ្យគ្នាទៅវិញទៅមកក្រៅពីនឹងជាង90គូទៀតគឺគាត់អត់ដែលបានចាប់ពី10ឆ្នាំជាងឡើងទៅគឺគាត់បានទិញអីទៀតទេដោយសារគាត់គិតថាវាស្រឡាញ់គ្នាយូរហើយវាអត់ចាំបាច់ហើយយើងដំណាក់កាលដែលយើងប្រឹងរលួយយើងត្រូវមានបន្ទុកយើងត្រូវមានការទទួលខុសត្រូវផ្សេងអញ្ចឹងអាផ្កាអា dinner ក្រោមពន្លឺភ្លើងទៀនស្អីទាំងអស់ហ្នឹងវាមិនសូវជាចង់និយាយថាវាមិនសូវជាចាំបាច់អញ្ចឹងណាក៏គិតថាស្រឡាញ់គ្នាហើយក៏ខ្ញុំជួបខ្ញុំឃើញជាក់ស្ដែងដែរប្តីប្រពន្ធជាច្រើនដែលខ្ញុំជួបហ្នឹងណាអ្នកខ្លះមិនទាន់ដល់10ឆ្នាំស្រួលបួលផងអញ្ចឹងគឺគាត់មានអារម្មណ៍ថាដូចជាមិនចាំបាច់ទេយើងស្រឡាញ់គ្នាហើយអញ្ចឹងណាប៉ុន្តែតាមការសិក្សាហ្នឹងរកឃើញថាប្តីប្រពន្ធដែលជាង10ឆ្នាំហ្នឹងហើយ2 3គូដែលគាត់នៅតែបន្តធ្វើហ្នឹងពេលដែលគេសម្ភាសទៅប្រពន្ធណាអញ្ចឹងគឺអារម្មណ៍ខុសគ្នាដាច់ចាប្រពន្ធនៅតែឆ្លើយថាគាត់គឺនៅតែត្រូវការបរិយាកាសបែបហ្នឹងក្តីសុខមួយហ្នឹងការមើលថែការខ្វាយខ្វល់ព្រួយបារម្ភស្រឡាញ់គាត់មានអារម្មណ៍ថាប្តីស្រឡាញ់គាត់ខ្លាំងពេលដែលប្តីធ្វើកិច្ចការទាំងអស់ហ្នឹងប៉ុន្តែមិនមែនលក្ខណៈថាធ្វើពុតអីទេណាធ្វើគ្រប់កិច្ចឬមួយក៏ត្រូវតែធ្វើដើម្បីឲ្យប្រពន្ធឃើញរវល់ហក់ចុះហក់ឡើងដឹកអ្នកនេះដឹកអ្នកនោះប៉ុន្តែឆ្លៀតមកធ្វើ anniversary ទិញផ្កា dinner អីមិនមែនខ្ញុំមានន័យចឹងទេប៉ុន្តែគឺតាមការសិក្សានឹងឲ្យទៅជាមនុស្សស្រីអូខេឲ្យទៅជាមនុស្សស្រីណាក៏គាត់ចង់បានអបិយកាសបែបហ្នឹងដែរប្រហែលជាអាចគាត់មិនតម្រូវថាត្រូវតែទិញផ្កាទេប៉ុន្តែខ្ញុំគិតថាពេលវេលាដែលយើងចំណាយពេលតែ2នាក់ណាជាពិសេសគឺពេលល្ងាចញ៉ាំបាយពេលល្ងាចបើថាវាមិនបានភ្លើងទៀនទេក្រោមភ្លើងអីក៏បានដែរប៉ុន្តែឲ្យតែយើងអាចចំណាយពេលតែ2នាក់ណាគឺសម្រាប់មនុស្សស្រីទូទៅខ្ញុំគិតថាគឺជាសេចក្តីសុខមួយហើយបើថារឿងផ្ការឿងកាដូរឿងអីផ្សេងអាហ្នឹងខ្ញុំអត់និយាយទេអាហ្នឹងតាមសមត្ថភាពលទ្ធភាពឬក៏ជាសេចក្តីសុខរបស់ប្តីសេចក្តីសុខរបស់ប្រពន្ធរៀងខ្លួនទៅកុំឲ្យថាឃើញគេទិញផ្កាប្រពន្ធនេះយើងប្រឹងហក់ទៅទិញប្រពន្ធនោះរហូតដល់ថ្នាក់ជាពាក់លុយគេខ្ចីលុយគេអីអត់ទេខ្ញុំអត់ចង់មានន័យចឹងទេហើយក៏យើងអត់ចាំបាច់ប្រៀបធៀបថាប្តីគេទិញនេះប្តីយើងអត់ទិញប្តីយើងចេះប្តីយើងចោលអាការប្រៀបធៀបហ្នឹងហើយវាធ្វើឲ្យខ្លួនឯងហ្នឹងកាន់តែអត់ប្តីខ្លះគាត់ឌឺចង់ប្រៀបទៅអញ្ចឹងអត់ធ្វើឲ្យសោះហ្មងអញ្ចឹងណាចាំប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺខ្ញុំចង់និយាយអ្វីដែលប្រពន្ធទាំងឡាយចង់បានអញ្ចឹងមិនថា1ឆ្នាំ10ឆ្នាំ20ឆ្នាំខ្ញុំគិតថាពេលវេលាហ្នឹងគឺជាពេលវេលាដែលយើងអាចឲ្យគ្នាទៅវិញទៅមកបានហើយគឺជាពេលវេលាដែលយើងមានឱកាសនៅតែ2អ្នករំលឹកអនុស្សាវរីយ៍ពីមុនវាធ្វើឲ្យអារម្មណ៍ល្អដែលវាកប់ពេលខ្លះវាកប់ដោយសារតែ stress ដោយសារតែខឹងអន់ចិត្តអីចឹងទៅប៉ុន្តែនៅពេលដែលយើងមានបរិយាកាសបែបហ្នឹងយើងក៏អាចសារភាពប្រាប់គ្នាទៅវិញទៅមកគឺជាពេលដែលយើងលើកកកាយរឿងល្អមិនមែនលើកកកាយរឿងមិនល្អទេព្រោះជីវភាពប្រចាំថ្ងៃរាល់ថ្ងៃភាគច្រើនគឺយើងតែតែឃើញណាសម្ពាធជាច្រើនគេតែងតែនិយាយថាចេញមកពីប្រពន្ធដោយសារតែប្រពន្ធជួយចិត្តកាយកាហ្វេកូកាហ្វេឆុងកាហ្វេខ្លួនឯងអញ្ចឹងរឿងកូទុករាប់ឆ្នាំកប់បាត់អស់ហើយនៅតែកាយចេញមកអញ្ចឹងខ្ញុំចង់ថាពេលវេលាហ្នឹងគឺមិនមែនជាកាយរឿងទេប៉ុន្តែគឺកាយអនុស្សាវរីយ៍ល្អពេលវេលាល្អអារម្មណ៍ល្អសម្ដីល្អដែលយើងធ្លាប់និយាយមួយគ្នាអញ្ចឹងយើងអាចបង្កើតបរិយាកាសហ្នឹងខ្ញុំគិតថាបើសិនជាអាចហើយក៏វាអត់ចាំបាច់តែជា dinner ដែលថ្លៃនោះដែរបងប្អូនទាំងអស់គ្នារកកន្លែងណាដែលយើងអាចចំណាយពេលតែ2នាក់ខ្ញុំគិតថាពេលវេលាបែបហ្នឹងគឺវាមានតម្លៃសម្រាប់ប្តីប្រពន្ធហើយបើសិនជាថ្ងៃនេះមានប្តីប្រពន្ធដែលចាប់ពី10ឆ្នាំឡើងទៅណាមើលវីដេអូហ្នឹងខ្ញុំគិតថាអាចសាកល្បងប៉ុន្តែមិនមែនលក្ខណៈមញាក់មយាដើម្បីចង់បានអីណាខ្ញុំចង់និយាយថាបើសិនជាអ្នកទាំងអស់គ្នាដែលបានញ៉ាំអាហារពេលល្ងាចបែបហ្នឹងជាមួយគ្នាទេខ្ញុំគិតថាគួរតែសាកល្បងថាតើវាមានអារម្មណ៍បែបម៉េចប៉ុន្តែលក្ខខណ្ឌគឺហាមកាយកាហ្វេឡើងរឿងដែលកប់ហើយឲ្យវាកប់ទៅរឿងដែលមិនសប្បាយចិត្តកប់វាចោលទៅតែថ្ងៃដែលយើងគម្រោងថានឹង dinner ជាមួយគ្នាក្រោមពន្លឺភ្លើងទៀនឬពន្លឺព្រះច័ន្ទឬពន្លឺភ្លើងពូលអីផ្សេងហ្នឹងគឺយើងលក្ខខណ្ឌគឺយើងរំលឹករឿងល្អពីមុនចាអញ្ចឹងខ្ញុំគិតថាអារម្មណ៍មួយហ្នឹងគឺពិសេសសម្រាប់បងប្អូនយើងដែលរៀបការជាមួយគ្នាច្រើនឆ្នាំ